ជំរាបសួរបងប្អូនអរគ្នាបាទបងប្អូនអរគ្នាបានទស្សនារឿងម្ចាស់ស្នេហ៍ប្រែបេះដូងភាគ8ហើយឬនៅបងប្អូនអរគ្នាបាទបន្ទាប់ពីលោកវិតត្រូវថ្នាំសម្រាប់របស់អាជីមកបាទក៏លោកវិតបានត្រឡប់ទៅផ្ទះវិញក៏បានធ្វើអីជាមួយម៉ាលីអញ្ចឹងណាបងប្អូនអរគ្នាបាទបន្ទាប់មកធ្វើឲ្យម៉ាលីនឹងគាត់ពិបាកចិត្តមកតង់ទៀតហើយបងប្អូនអើយបាទហើយរឿងនេះក៏អញនិយាយបានថាចិត្តចប់ហើយបងប្អូនបាទចិត្តចប់មែនតើហើយដោយសារតែចាប់ផ្ដើមបែកការម្ដងតិចណាបងប្អូនណាគឺអាជីបាទចាប់ផ្ដើមបែកការរឿងអាជីម្ដងតិចហើយបាទអញ្ចឹងហើយរឿងនេះអាចនឹងចិត្តចប់មែនតើបងប្អូនបាទហើយក៏អាណិតទៅដល់ម៉ាលីដែរបងប្អូនបាទម៉ាលីគឺមករឿងនេះគឺកំសត់ជាងគេបងប្អូនបាទដោយសារតែគាត់ត្រូវរងសម្ពាធពីអាជីហើយឥឡូវហ្នឹងក៏បានប្រូវីតចាប់រំលោភដោយសារអីបាទដោយសារតែគាត់ត្រូវថ្នាំរបស់អាជីអញ្ចឹងណាបងប្អូនបាទហើយអាជីនឹងក៏អត់ទាន់រៀងដែរបងប្អូនបាទបន្ទាប់ពីគាត់ដាក់ថ្នាំរបស់លោកវិតហើយលោកវិតគាត់បានមកផ្ទះហើយអាជីក៏បានតដេកមួយឆាយទៀតបងប្អូនបាទហើយពួកគុកក៏គាត់អាចនឹងដឹងដែរបងប្អូនដឹងថាអាជីនៅមួយណាគេដែរអញ្ចឹងហើយបាទអាជីក៏ចាប់ផ្ដើមភ័យខ្លួនហើយអាជីក៏បានត្រឡប់មកផ្ទះលោកវិតទៀតបងប្អូនមិនដឹងថាគាត់មានគោលបំណងអីទៀតទេបាទគឺគាត់មានគម្រោងការអីមួយឆាយទៀតទេយើងអត់ទាន់ដឹងទេបាទឥឡូវនេះរឿងនេះបាទគឺកាន់តែវែងឆ្ងាយប៉ុន្តែវាចិត្តចប់ហើយវាវែងឆ្ងាយមានន័យថាវាចិត្តចប់បងប្អូនបាទដោយសារតែរឿងអាជីហ្នឹងគឺគេបានដឹងខ្លះហើយមានន័យថាម៉ាលីក៏គាត់បានដើរជួបនៅមួយឆាយម្ដងហើយសម្រាប់ជាងធ្វើកន្លែងហាងលក់ស្នេហ៍ហ្នឹងក៏បានប្រាប់លោកវិនដែរថាបានឃើញអ្នកហ្នឹងនៅក្នុងខុនដូជាមួយនឹងម្នាក់ប្រុសអញ្ចឹងណាហើយក៏លោកវិតក៏អត់ជឿទេដោយសារតែគាត់ទុកចិត្តជាមួយនឹងអាជីពេកអញ្ចឹងណាបងប្អូនហើយឥឡូវហ្នឹងភាគ8ចុងភាគ8ហ្នឹងគឺអាជីបានមកផ្ទះលោកវិតទៀតមិនដឹងថាគាត់រៀបគម្រោងការអីមួយឆាយទៀតទេគឺយើងអត់ទាន់ដឹងទេបាទគឺគម្រោងការហ្នឹងអាចទៅមកដាក់ថ្នាំនៅផ្ទះលោកវិតហ្នឹងក៏ថាបានដែរបងប្អូនបាទដាក់ថ្នាំហើយគឺយើងដេកជាមួយលោកវិតអញ្ចឹងណាគឺដាក់ថ្នាំហើយគឺវាអាជីហ្នឹងអាចនឹងចូលបន្ទប់មួយលោកវិតអាចនឹងដេកមួយលោកវិតទៅហើយគឺចោទប្រកាន់លោកវិតថាបានរំលោភគាត់ទៅហើយមានកូនទៅក៏អាចនិយាយបានថាអញ្ចឹងទៅរឿងហ្នឹងអាចនឹងអញ្ចឹងក៏ថាបានដែរបងប្អូនដោយសារតែឥឡូវហ្នឹងគឺអាចារ្យឲ្យមកផ្ទះប្រូវិតលោកវិតហ្នឹងតែម្ដងនឹងថាគាត់មានគោលបំណងអីប្រកបទេយើងអត់ទាន់ដឹងច្បាស់លាស់ទេអញ្ចឹងហើយយើងមានតែចាំតាមដាននៅភាគ9ទៀតអញ្ចឹងណាបងប្អូនចឹងហើយបាទយើងកុំភ្លេចតាមដានភាគ9ចេញនៅល្ងាចហ្នឹងបងប្អូនបាទហើយកុំភ្លេចជួយនៅ Subscribe Channel ច្បាត់ម្នាក់មួយផងបងប្អូនអរគ្នាបាទចឹងបាទវីដេអូយើងក៏មានតែប៉ុណ្ណឹងដែរបងប្អូនអរគ្នាបាទសូមអរគុណនិងបាយបាយបងប្អូនអរគ្នា